cùng vô sầm đầy bọn này ở tây nó vô mà tục nó không chặt chẽ bên ta biết là be yourself ហ្នឹង asking yourself is yourself good enough or not តើយើងផ្ដោតសំខាន់ឲ្យអ្នកដទៃនឹង influence យើងឬមួយក៏យើង is the one making decision អត់អាចមានសមត្ថភាពក្នុងការផ្លាស់ប្ដូរអ្នកផ្សេងទេប៉ុន្តែគឺអ្វីដែលយើងអាចធ្វើបានគឺយើងផ្លាស់ប្ដូរខ្លួនឯងសួរថាបើសិនជាគេនិយាយអញ្ចឹងយើងមានអារម្មណ៍ថាយើងឈឺចិត្តឬមួយក៏យើងមានអារម្មណ៍ថាយើងមួម៉ៅនឹងការនិយាយរបស់គេអញ្ចឹងបានន័យថាគឺយើង already ឲ្យអា power របស់យើងនឹងទៅអ្នកដទៃហើយអ្នកធ្វើជាស្ថាបត្យករមែនប៉ុន្តែខ្ញុំគិតថាយើងអាច pick something ពីជំនាញដែលយើងរៀនហ្នឹងមក apply ការងារទៅថ្ងៃក្រោយបានអញ្ចឹងណាអញ្ចឹងទៅក៏ខ្ញុំគិតថាអូខេទោះបីជាខ្ញុំអត់ចង់គិតថាអាហ្នឹងមិនមែនជាជំនាញខ្ញុំមែនប៉ុន្តែ at least try it until the end បើសិនជាយើងអត់មានឯករាជ្យភាពទៅលើហិរញ្ញវត្ថុនឹងទេបើសិនជាយើងចង់ធ្វើអីមួយគឺយើងអត់អាចធ្វើបានទេត្រូវអត់ភាពទៅលើហិរញ្ញវត្ថុគឺវាមានសារៈសំខាន់មែនទែនមិនថាយើងជាស្ត្រីឬមួយក៏យើងជាបុរសឬមួយក៏យើងជាភេទអីជាទូទៅគឺវាមានសារៈសំខាន់មែនទែនហើយបើសិនជានិយាយពីស្ត្រីហ្មងទៀតកាន់តែមានសារៈសំខាន់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី D2D ដែលជាកម្មវិធីដែលជជែកពិភាក្សាដែលមានភ្ញៀវកិត្តិយសរបស់យើងនឹងមកចែករំលែកនៅរឿងរ៉ាវបទពិសោធន៍ដែលគាត់ធ្លាប់ជួបកន្លងមកហើយគាត់នឹងចែករំលែកអំពីរបៀបឬក៏វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាទាំងនោះហើយសម្រាប់កម្មវិធីរបស់យើងមកដែរគឺយើងនឹងផ្ដោតសំខាន់ទៅលើក្តីសម័យអំពីការសិក្សាការអប់រំអាជីពនិងអនាគតតាមរយៈការស្ដាប់ចែករំលែកនិងវិភាសាពួកយើងចង់ខ្លាចជាផ្នែកមួយក្នុងការលើកទឹកចិត្តឲ្យអ្នកដែលមានក្តីសម័យគាត់មានកម្លាំងចិត្តក្នុងការបន្តក្តីសម័យហើយដើម្បីធ្វើក្តីសម័យនឹងខ្លាយទៅជាការពិតហើយសម្រាប់ក្នុងអ៊ីពីសូតនេះផងដែរយើងនឹងនិយាយអំពីការជ្រើសរើសជំនាញអាជីពការងារនិងការលើកកម្ពស់ស្ត្រីហើយសម្រាប់អ្នកដែលកំពុងតែជួបបញ្ហាទាំងអស់ហ្នឹងសង្ឃឹមថាមើលវីដេអូនេះហើយនឹងមានគំនិតឬក៏ទទួលបានបទពិសោធន៍ផ្នែកអីមួយដើម្បីទៅអភិវឌ្ឍឬក៏យកទៅដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិតបានខ្លួនអញ្ចឹងតោះទៅជួបពួកគាត់ទាំងអស់គ្នាជំរាបសួរបងជំរាបសួរហ្នឹងហើយជាដំបូងចង់ឲ្យបងណែនាំខ្លួនទៅកាន់ទស្សនិកជនសួស្តីអ្នកទាំងអស់គ្នាខ្ញុំមីនីធ្វើការខាង marketing នៅក្រុមហ៊ុនឯកជនមួយថ្ងៃនេះមានសេចក្តីរីករាយមែនតើដែលក្រុមការងារគាត់បានអញ្ជើញខ្ញុំមកធ្វើជាភ្ញៀវកិត្តិយសនៅក្នុងអ៊ីពីសូតថ្ងៃនេះអូខេអញ្ចឹងខ្ញុំនឹងថាបងសុខសប្បាយអត់ឡើយសុខហ្មងសុខតែស្គាល់ទៅមើលតមុខក៏ដឹងសុខដែរហើយអូខេសាច់ស្រស់មែនតើបងសុំដឹងថាបងការរៀននៅសាកលវិទ្យាល័យបងរៀនជំនាញអីដែរសម្រាប់ខ្ញុំកាលពីពេលដែលខ្ញុំរៀនសាកលវិទ្យាល័យហ្នឹងជំនាញរបស់ខ្ញុំគឺស្ថាបត្យកម្មបងមុនហ្នឹងបងណែនាំខ្លួនថាបងធ្វើការជា marketing តែពេលដែលរៀនគឺជាស្ថាបត្យកម្មបងគិតថាហើយវាពិបាកអត់នៅពេលដែលយើងរៀនជំនាញស្ថាបត្យកម្មប៉ុន្តែយើងមកធ្វើការជា marketing រាល់ថ្ងៃបើសិនជាយើងគិតពី journey ផ្លាស់ប្ដូរពីស្ថាបត្យកម្មមក marketing ហ្នឹងគឺវា long journey តែបើសិនសួរថាវាពិបាកអត់វាពិបាកប៉ុន្តែ at the same time ហ្នឹងគឺយើងរៀនបានច្រើនពី journey ហ្នឹងពីការផ្លាស់ប្ដូរពីស្ថាបត្យកម្មមក marketing វា long journey វាពិបាកប៉ុន្តែយើង keep learning អូខេបងបន្ទាប់ពីបងគាត់ថាជំនាញដែលបងរៀនផ្នែកស្ថាបត្យកម្មហើយនឹងការដែលបងធ្វើជា marketing ហ្នឹងណាតែពេលណាដែលបងគិតថាជំនាញស្ថាបត្យកម្មមិនមែនជាជំនាញដែលខ្ញុំចង់បន្តនៅក្នុងអាជីពមួយហ្នឹងណាជាពេលដែលខ្ញុំចាប់ផ្ដើមដឹងហ្មងហ្នឹងគឺតាំងឆ្នាំទី3តាំងពេលខ្ញុំដែលខ្ញុំរៀនឆ្នាំទី3ហ្នឹងចាប់ផ្ដើមដឹងហើយថាស្ថាបត្យកម្មហ្នឹងមិនជាអ្វីខ្ញុំចង់ធ្វើទៀតទេអញ្ចឹងណាប៉ុន្តែដោយសារតែទោះបីជាខ្ញុំរៀនឆ្នាំទី3ខ្ញុំដឹងថាវាមិនជាអ្វីដែលខ្ញុំធ្វើមិនប៉ុន្តែខ្ញុំអត់ច្បាស់ហ្មងថាហ្នឹងជាអ្វីដែលខ្ញុំធ្វើជាអ្វីដែលខ្ញុំអត់ចង់ធ្វើត្រូវអត់អញ្ចឹងកំឡុងពេលដែលខ្ញុំអត់ដឹងថាខ្ញុំត្រូវធ្វើអីហ្នឹងខ្ញុំក៏គិតថាអត់ដឹងថាគួរតែខ្ញុំគួរតែឈប់ឬមួយក៏អត់ទេប៉ុន្តែពេលហ្នឹងគឺខ្ញុំដឹងតាំងឆ្នាំទី3ដែលខ្ញុំចាប់ផ្ដើមរៀនតាំងឆ្នាំទី3ប៉ុន្តែបងនៅតែបន្តរៀនរហូតដល់ចប់ហ្នឹងហើយដោយសារតែជាទូទៅខ្ញុំអត់ដឹងថាអ្នកផ្សេងមិនគេប៉ុន្តែខ្ញុំបើសិនជាខ្ញុំចាប់ផ្ដើមអីវិញខ្ញុំចង់បញ្ចប់វាតែពួកអីយើងដល់ឆ្នាំទី3ហើយទៅអត់ហើយជាទូទៅរៀនស្ថាបត្យកម្មគឺ5ឆ្នាំកន្លះអញ្ចឹងនៅសល់2ឆ្នាំកន្លះទៀតហាត់អីក៏មិនបញ្ចប់វាហ្មងអញ្ចឹងណាទោះបីជាយើងអត់ apply ការងារហ្នឹងទៅធ្វើជាស្ថាបត្យករមែនប៉ុន្តែខ្ញុំគិតថាយើងអាច pick something ពីជំនាញដែលយើងរៀនហ្នឹងមក apply ការងារទៅថ្ងៃក្រោយបានអញ្ចឹងណាអញ្ចឹងទៅក៏ខ្ញុំគិតថាអូខេទោះបីជាខ្ញុំអត់ចង់គិតថាអាហ្នឹងមិនមែនជាជំនាញខ្ញុំមែនប៉ុន្តែ at least try it until the end ចុះបើសិនជាឲ្យបងថនបើទៅវិញថាបងធ្លាប់ស្ដាយក្រោយដែលយើងខំរៀនស្ថាបត្យកម្មដល់ទៅ5ឆ្នាំហើយប៉ុន្តែយើងបន្តធ្វើជា marketing ណាបើធ្លាប់ស្ដាយក្រោយអីដែលយើងបានរៀន
ដំបងពេលចប់ដំបងនឹងស្ដាយយើងហ៊ានស្ថាបត្យកម្មដូចខ្ញុំនិយាយអញ្ចឹងហ៊ានទៅវាវែងវារហូតដល់5ឆ្នាំជាង5ឆ្នាំកន្លះអញ្ចឹងណាហើយជាទូទៅស្ថាបត្យកម្មយើងហ៊ានចំណាយទាំងពេលចំណាយទាំងថវិកាចំណាយទាំង resource របស់យើងច្រើនមែនតើអញ្ចឹងបើសិនជាសួរថាខ្ញុំស្ដាយអត់ដំបងខ្ញុំស្ដាយប៉ុន្តែបើសិនជាសួរto be exact ឥឡូវហ្នឹងហ្មងគឺខ្ញុំអត់ស្ដាយខ្ញុំអត់ស្ដាយក្រោយដែលខ្ញុំហ៊ាន ប៉ិតស្គាល់នៅពេលដែលក៏ប៉ិតឲ្យបើយើងធ្វើបែបទៅណាការដែលយើងរៀនយើងសិតផ្ដល់មកជាមួយនឹងចំណេះដឹងចិនយើងសិតបានមកពីទាំងអស់ក៏ប៉ិតយើងគួរតែរីករាយកុំតែស្ដាយក្រោយអីដែលយើងបានហូបយើងគ្រាន់តែបន្តបច្ចុប្បន្នរបស់យើងឲ្យល្អបំផុតនឹងខ្ញុំគិតថាជាអីដែលល្អតែក្នុងស្វែងរកអ្នកទាំងអស់គ្នាចុះមួយទៀតបើសិនជាបងគិតថាពេលដែលបងផ្លាស់ប្ដូរភ្លាមសម្រាប់ខ្លួនយើងអាចដឹងខ្លួនឯងហើយប៉ុន្តែបងប្រឈមមុខជាមួយនឹងក្រុមគ្រួសារក៏ដូចជាមនុស្សជុំវិញខ្លួនមកធ្លាប់បានគេនិយាយថាមិនបានអត់ទៅធ្វើជំនាញស្ថាបត្យកម្មនៅមកធ្វើជាអ្នកទីផ្សារខ្ញុំរៀងសំណាងដែរដោយសារតែម៉ាក់ប៉ារបស់ខ្ញុំហ្នឹងគាត់ផ្ដល់ឱកាសឲ្យខ្ញុំសម្រេចចិត្តលើខ្លួនឯងដែរអញ្ចឹងណាបងគឺគាត់មានអារម្មណ៍ថាអន់ចិត្តទេត្រូវទេដោយសារតែគាត់ឲ្យលុយកូនមករៀនស្ថាបត្យកម្មប៉ុន្តែដល់ពេលកូនរៀនចប់ទៅធ្វើអីផ្សេងអញ្ចឹងណាជឿទៅគឺគាត់មានអារម្មណ៍ថាអន់ចិត្តទោះបីជាគាត់អត់និយាយថាគាត់អន់ចិត្តហ្មងទេប៉ុន្តែយើងអាចមើលដឹងពីសកម្មភាពរបស់គាត់ឬមួយក៏ពេលដែលគាត់ mention នឹងថាឥឡូវមកយាយការងារអញ្ចឹងហើយយើងក៏និយាយប្រាប់គាត់ទៅថាខ្ញុំកំពុងធ្វើអីអញ្ចឹងណាអញ្ចឹងទោះបីជាគាត់អត់និយាយថាគាត់អន់ចិត្តថាហ៊ានចាប់ស្ថាបត្យកម្មអត់ទៅធ្វើស្ថាបត្យករទៅហ៊ានធ្វើ marketing ណាណីទោះបីជាគាត់អត់និយាយថាគាត់ disappointed មួយយើងហ្មងទេប៉ុន្តែយើងអាចដឹងថាគាត់មានការអន់ចិត្តឬមួយក៏អីមួយយើងដែរអញ្ចឹងណាបងចា៎ចុះបើសិនជាឧទាហរណ៍ថាបងសំណាងដែលមានម៉ាក់ប៉ាគាត់យល់ប៉ុន្តែបើសិនជាមនុស្សមួយចំនួនតូចទៀតដែលម៉ាក់ប៉ារបស់គាត់គិតថាហ៊ានជំនាញនឹងត្រូវតែធ្វើនឹងហើយតើបងមាន message អីដើម្បីទៅគាត់ខ្ញុំសង្ឃឹមថាពួកគាត់ហ្នឹងកុំយកសម្ដីរបស់អ្នកអតីហ្នឹងយកមកຕົកនៅក្នុងចិត្តច្រើនពេកតែយើងឯងដែលដឹងថាធ្វើនេះល្អឬមកក៏ធ្វើនោះល្អបើសិនជាយើងអត់ស្រឡាញ់អាហ្នឹងឯងប្រកាសទេនៅពេលដែលយើងធ្វើវាទៅយើងកាន់តែព្យាយាមធ្វើវាទៅវាកាន់តែធ្វើឲ្យយើងនឹងមានអារម្មណ៍ថាហត់យើងកាន់តែ let's just say ខ្ញុំអត់ចង់និយាយពាក្យdepression ហ្នឹងឯងវា too deep ប៉ុន្តែមានអារម្មណ៍ថាមានតែយើងឯងយើងអាចនឹងមានអារម្មណ៍ថារៀងបាក់ទឹកចិត្តអីត្រូវអត់បើសិនជាយើងយកពាក្យអ្នកដតីទោះបីជាគាត់ជាគ្រួសាររបស់យើងមែនយើងស្ដាប់គាត់យើងស្ដាប់ហើយប៉ុន្តែយើងត្រូវដឹងខ្លួនឯងវិញថាតើយើងចង់បានអីទោះបីជាមិនក៏ដោយក្នុងនាមគាត់ជាគ្រួសាររបស់យើងបើសិនជាគាត់ស្រឡាញ់យើងមែនគាត់ប្រកាសជាព្យាយាមយល់ពីយើងឯ at the end of the day អ្វីដែលគាត់អាចធ្វើបានកុំស្ដាប់មិនថាអត់ឲ្យគាត់ស្ដាប់ចន្ទៃអ្នកដតីហ្មងឯងគាត់ស្ដាប់ប៉ុន្តែគាត់យកមកវិភាគវិញថាតើមួយណាដែលល្អចំណុចណាដែលល្អ maybe ចំណុចណាដែលអាក្រក់ទៅគាត់អាចដកចេញអញ្ចឹងទៅអញ្ចឹងចង់យើងមានចំណុចល្អចំណុចអាក្រក់ខ្លះគាត់គិតថា okay I'll just be myself ប៉ុន្តែពេលខ្លះbe yourself ហ្នឹង asking yourself is yourself good enough or not before you be like I'm being myself anything I do is good anything I do is អ្វីដែលខ្ញុំធ្វើហ្នឹងគឺវាល្អហើយអ្វីដែលខ្ញុំធ្វើរឿងរបស់ខ្ញុំជីវិតរបស់ខ្ញុំអញ្ចឹងណាប៉ុន្តែពេលខ្លះអ្នកដតីគាត់និយាយឬមកក៏គ្រួសាររបស់គាត់និយាយហ្នឹងគឺគាត់ចង់ឲ្យយើងល្អឯងបើសិនជាយើងមាន reason បើសិនជាយើងមានហេតុផលដែលយើងអាចបញ្ជាក់ទៅពួកគាត់អូខេហេតុដែលខ្ញុំឈប់ហ្នឹងដោយសារតែខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ត្រូវមួយជំនាញហ្នឹងទៀតទេអញ្ចឹងយើងអាច explain ទៅគាត់វិញអ្នកខ្លះអញ្ចឹងប៉ាម៉ាក់គាត់ស្អីគាត់ឬមកក៏ប៉ាម៉ាក់គាត់ថាមិនបានឯងទៅធ្វើហ្នឹងអញ្ចឹងបើហ៊ានអានេះមិនក៏មិនទៅធ្វើអានេះមិនក៏ឈប់អញ្ចឹងប៉ុន្តែគាត់អត់ព្យាយាម explain ទៅ parent របស់គាត់ទេពីច្រើនគឺគាត់និយាយដើរចេញអ្នកខ្លះហ្នឹងគឺគាត់ដើរចេញហ្មងគាត់អត់និយាយអីតោះអញ្ចឹងបានន័យថាបើសិនជាយើងគិតពីហេតុផលវិញប៉ាម៉ាក់របស់យើងគាត់កើតនៅជំនាន់ផ្សេងពីយើងអញ្ចឹងin term of ចំណេះដឹងរបស់គាត់ហើយនឹងចំណេះដឹងរបស់យើងហ្នឹងវាខុសគ្នាពេលខ្លះការយល់ឃើញរបស់យើងផ្សេងការយល់ឃើញរបស់គាត់ផ្សេងដោយសារតែវា depend ទៅលើ knowledge វា depend ទៅលើចំណេះដឹងដែលគាត់បាន expose ទៅអត់អញ្ចឹងពេលខ្លះយើងគួរតែព្យាយាម explain វិញថាតើហេតុអីបានគាត់ reject the idea អត់ឲ្យយើងនឹងទៅរៀនជំនាញផ្សេងឬមួយក៏អត់ឲ្យយើងទៅធ្វើការខុសពីជំនាញរបស់យើងព្យាយាម understand ពួកគាត់ដែរគាត់ expose បានត្រឹមប៉ុណ្្នឹងអញ្ចឹងទៅប៉ុន្តែយើងមាន knowledge ធំជាងហ្នឹងហេតុអីក៏យើងអត់ explain ទៅពួកគាត់អញ្ចឹងណាគាត់បាទយើងខិនបែបមកថាយើងត្រឡប់ក្រោយមកថា
ទោះមានបញ្ហាអីក៏ដោយយើងមានរឿងអីក៏ដោយការនិយាយគ្នាគឺជាចំណុចសំខាន់ ហ្នឹងហើយ មែនទេថាឪពុកម្ដាយក៏ចង់ឲ្យកូនយល់ពីបំណងរបស់គាត់ថាគាត់ចង់បានបំណងហ្នឹងដើម្បីឲ្យអនាគតរបស់កូនល្អ ចា តែកូនក៏យល់គួរតែយល់ថាឪពុកម្ដាយដូចតែយើងក៏ដូចគាត់ដែរមានតែមួយឯងគឺគាត់ចង់ឲ្យពួកយើងល្អមានអនាគតល្អនៅថ្ងៃអនាគតអញ្ចឹងយើងគ្រាន់តែបន្ថយម្នាក់មួយជំហានមកយើងអាចនិយាយគ្នាចូលហើយខ្ញុំគិតថាប្រស័យតាក់ទងមួយគ្រួសារហ្នឹងពិតជាសំខាន់ខ្លាំងមែនតើមក ពេលខ្លះit's not deep down to cast ខ្ញុំហ្មង but more on like marketing ចាស់គាត់គិតថា marketing ហ្នឹងគាត់ជាអ្នកលក់នៅតាមផ្សារលក្ខណៈថាគាត់មានអីវ៉ាន់អីមួយគាត់ដើរទៅលក់នៅផ្សារអញ្ចឹងទៅប៉ុន្តែពេលដែលយើងពេលដូចជំនាន់ពួកយើងវិញ marketing ឯងផ្សេង marketing ផ្សេងអញ្ចឹងបានន័យថាពួកគាត់ការយល់ដឹងរបស់ពួកគាត់គឺគាត់អត់ដឹងទេថា marketing ឥឡូវគេមានអីផ្សេងគេមាន digital គេមាន traditional like វាខុសគ្នាមិនអញ្ចឹងណាប៉ុន្តែសម្រាប់ពួកគាត់គឺគាត់ expose to knowledge បានតែប៉ុណ្្នឹងឯងប៉ុន្តែហេតុអីក៏យើងអត់ព្យាយាម explain ទៅពួកគាត់វិញថាតើអាភាពខុសគ្នាហ្នឹងវាមិនអញ្ចឹងណាហេតុអីបានយើងទៅចង់ដើរផ្លូវហ្នឹងយើងអត់ទៅ go through អាផ្លូវដែលយើងចាប់ផ្ដើមអញ្ចឹង I think the មេរៀនដែលយើងអាចរៀនបាន maybe អាចយើងព្យាយាមបញ្យល់ទៅកាន់អ្នកផ្ទះយើងវិញ ចុះបើសិនជាយើងគិតយុវជនមួយដែលគាត់ត្រឹមតែចាប់ពីវិទ្យាល័យគាត់ភ្លាមណាតើគាត់កំពុងតែវែងថាគាត់អត់ដឹងខ្លួនឯងរៀនអីគួរតែរៀនអីតើគាត់គួរតែអាក់សិនឬក៏គាត់គួរតែទៅរៀនទាំងជំនាញដែលគាត់អត់ច្បាស់ហ្នឹង បើសិនជាខ្ញុំចង់ឲ្យគាត់ discuss មួយគ្រួសាររបស់គាត់វិញខ្លួនឯងគាត់អត់ដឹងថាត្រូវធ្វើអីប៉ុន្តែប៉ាម៉ាក់គាត់អាចនឹងមានឬមួយក៏អាចនឹងរៀបចំផ្លូវដើរឲ្យគាត់អញ្ចឹងគាត់អាច discuss មួយម៉ាក់ប៉ាគាត់វិញបើសិនជាគាត់អត់ដឹងថាគាត់ត្រូវធ្វើអីមិនប្រាប់ប៉ាម៉ាក់យើងថាយើងអត់ដឹងទេថាខ្ញុំត្រូវរៀនអីគេឬមួយក៏ we can talk with your friend maybe you can get an idea ពីខាងហ្នឹងមកអញ្ចឹងណាកុំព្យាយាម like កុំព្យាយាមគិតថាអូខេខ្ញុំអត់ដឹងថាត្រូវធ្វើអីនៅតែអង្គុយគិតណានៅតែក្នុងបន្ទប់គិតណាបើសិនជាយើងរៀនចប់ភ្លាមៗយើងអត់ដឹងថាត្រូវធ្វើអីហ្មង just go volunteer meet people ឬមកក៏ doing social work ចូលរួមធ្វើការងារមួយសហគមន៍ឬមួយក៏អីអញ្ចឹងទៅអញ្ចឹងបានន័យថាយើង expose ទៅរឿងផ្សេងច្រើន environment ផ្សេងច្រើនខុសពីគ្នាអញ្ចឹងណាអញ្ចឹងទៅយើងអាចដឹងហើយពេលខ្លះបើសិនជាយើងឧទាហរណ៍ថាយើងទៅ volunteer ធ្វើជាគ្រូបរិញ្ញាយើងដឹងហើយបើសិនជាយើងអត់ឆ្លាញ់វាយើងដឹងមួយហ្មងថាអូខេទៅធ្វើគ្រូបរិញ្ញាខ្ញុំអត់អាចធ្វើការដែរដោយសារខ្ញុំអត់ឆ្លាញ់វាអញ្ចឹងទោះបីជាយើង lost មែនប៉ុន្តែ don't give up កុំឈប់ថ្មឹងណាទោះបីយើង lost you still walk you can just go this and there explore like that ឲ្យស្ដាប់បងឲ្យនិយមមិនពីឯករាជ្យមានន័យបែបណាតែទៅមិនឯករាជ្យការសម្រេចចិត្តការរស់នៅរបស់ពួកគាត់តើបងឲ្យយមន័យពីឯករាជ្យហ្នឹងដោយរបៀបណាសម្រាប់ខ្ញុំបើសិនជានិយាយពីពាក្យឯករាជ្យគឺវាគួរតែផ្ដោតសំខាន់ទៅលើការសម្រេចចិត្តយើងមានឯករាជ្យភាពក្នុងការសម្រេចចិត្តធ្វើអីមួយដែលយើងអត់មានអារម្មណ៍ថាយើងមានសម្ពាធទេឧទាហរណ៍ថាចង់ដូរ major ដែលបើសិនជាខ្ញុំអត់មានឯករាជ្យភាពក្នុងការសម្រេចចិត្តហ្នឹងទេគឺខ្ញុំអត់អាចធ្វើបានទេដោយសារតែខ្ញុំត្រូវ depend ទៅលើគ្រួសាររបស់ខ្ញុំត្រូវស្ដាប់ម៉ាក់ខ្ញុំបើសិនជាម៉ាក់ខ្ញុំផ្ដល់សម្ពាធឲ្យខ្ញុំទៀតខ្ញុំកាន់តែអត់អាចសម្រេចចិត្តបានទេអញ្ចឹង this is not ឯករាជ្យសម្រាប់ខ្ញុំឯករាជ្យហ្នឹងគឺបានន័យថាយើងអាចសម្រេចចិត្តធ្វើអីមួយដែលអត់មានអារម្មណ៍ថាភ័យខ្លាចយើងអាចសម្រេចចិត្តធ្វើអីមួយដែលយើងមានអារម្មណ៍ថាអូខេខ្ញុំចង់ធ្វើនេះខ្ញុំដឹងថាអានេះត្រូវ and then យើងធ្វើវាសួរទៅបងវិញថាតើបងគិតថាស្ត្រីយើងគួរតែមានភាពឯករាជ្យហិរញ្ញវត្ថុនិយាយពាក្យថាឯករាជ្យភាពហិរញ្ញវត្ថុបើសិនជាបងសួរខ្ញុំអត់ចង់ mention តែទៅលើស្ត្រីទេដែលគាត់គួរតែមានឯករាជ្យភាពទៅលើហិរញ្ញវត្ថុហ្នឹងជាទូទៅបើសិនជាគាត់ជាភេទអីក៏ដោយគាត់គួរតែមានfinance ឯករាជ្យភាពហិរញ្ញវត្ថុហ្នឹងហេតុអីដោយសារតែជាទូទៅបើសិនជាយើងអត់មានឯករាជ្យភាពទៅលើហិរញ្ញវត្ថុហ្នឹងទេបើសិនជាយើងចង់ធ្វើអីមួយគឺយើងអត់អាចធ្វើបានទេត្រូវអត់ឧទាហរណ៍បើសិនជាខ្ញុំចង់ឈប់ធ្វើការខ្ញុំអត់មានឯករាជ្យភាពលើហិរញ្ញវត្ថុទេអញ្ចឹងគឺខ្ញុំត្រូវផ្ដោតសំខាន់ទៅលើគ្រួសាររបស់ខ្ញុំត្រូវសួរម៉ាក់ខ្ញុំសិនថាខ្ញុំអាចឈប់បានអត់ដោយសារតែខ្ញុំអត់មានលុយបើសិនជាខ្ញុំចង់ឈប់ខ្ញុំត្រូវធ្វើម៉េចអញ្ចឹងគឺយើងអត់ឯករាជ្យភាពទៅលើហិរញ្ញវត្ថុគឺវាមានសារៈសំខាន់មែនទែនមិនថាយើងជាស្ត្រីឬមួយក៏យើងជាបុរសឬមួយក៏យើងជាភេទអីជាទូទៅគឺវាមានសារៈសំខាន់មែនទែនហើយបើសិនជានិយាយពីស្ត្រីហ្មងទៀតកាន់តែមានសារៈសំខាន់ទៀតផ្នត់គណិតរបស់សង្គមរបស់យើងគាត់គិតថាស្ត្រីហ្នឹងគួរតែនៅផ្ទះអត់គួរតែធ្វើការឯងគួរតែនៅផ្ទះពេលដែលគាត់រៀបការហើយគួរតែមានកូនអញ្ចឹងបើសិនជាស្ត្រីរបស់យើងអត់មានឯករាជ្យភាពទៅលើហិរញ្ញវត្ថុហ្នឹងទេត្រូវផ្ដោតសំខាន់គាត់ត្រូវឯកទៅលើ
ខាងគ្រួសាររបស់គាត់ទាំងស្រុងហ្មងសម្រាប់ខ្ញុំ I agree ភាពខាងហិរញ្ញវត្ថុហ្នឹងគឺវាមានសារៈសំខាន់មែនតើមិនផ្ដោតសំខាន់ទៅលើតែស្ត្រីនិយាយទៅគឺគ្រប់ភេទទាំងអស់ បងមានធ្លាប់ជួបបញ្ហាអីតាក់ទងមួយផ្នែកគំនិតអត់ពីបងនិយាយមុនហ្នឹងថាស្ត្រីយើងแบบគាត់ថាការឲ្យនៅផ្ទះឬអីចឹងតែបងធ្លាប់មានឯแบบធ្លាប់ជួបផ្នែកគំនិតបែបហ្នឹងឯងរបៀបរងសម្ពាធពីផ្នែកគំនិតបែបហ្នឹង បើសិនជានិយាយពីពាក្យថាសម្ពាធហ្មងអត់ទេខ្ញុំជាស្ត្រីអញ្ចឹងណាវាមិនមែនតែទៅលើការសម្រេចចិត្តរបស់ខ្ញុំទេសូម្បីតែការស្លៀកពាក់របស់ខ្ញុំសូម្បីតែសលេងរបស់ខ្ញុំមានអារម្មណ៍ថាពេលខ្លះវាមានអារម្មណ៍ថាមានសម្ពាធហ្មងដោយសារតែឧទាហរណ៍ថាខ្ញុំជាស្ត្រីអញ្ចឹងខ្ញុំអត់អាចពាក់ short ឬខោខ្លីអាវវាក្លៀកឬមួយក៏អីទេ don't blame everything on a girl មាន case អីមួយ happen មនុស្សស្រីនិងមនុស្សប្រុសអញ្ចឹងជាទូទៅគឺភាគច្រើន society blame ទៅលើមនុស្សស្រីមកឧទាហរណ៍ថា case មួយក្មេងប្រុសហ្នឹងគាត់ I don't know can I say this like គាត់រំលោភកូនស្រីនឹងអញ្ចឹងជាទូទៅអ្វីដែលគេ judge ដំបូងហ្នឹងគឺទៅលើការស្លៀកពាក់របស់មនុស្សស្រីដោយសារតែម្នាក់ហ្នឹងពាក់អាវវាក្លៀកពាក់ខោខ្លីទៅធ្វើឲ្យម្នាក់ប្រុសហ្នឹងចាប់គាត់អញ្ចឹងទៅប៉ុន្តែគេអត់គិតទេថាហេតុអីបានអត់ព្យាយាមបដៅឬមួយក៏ព្យាយាមណែនាំកូនប្រុសហ្នឹងឲ្យគាត់គិត differently ហើយការងារបើសិនជាយើងជាមនុស្សស្រីពេលដែលយើងសម្រេចចិត្តធ្វើអីមួយពេលដែលយើងសម្រេចចិត្តធ្វើអីមួយឬមួយក៏យើងព្យាយាម proof ព្យាយាមធ្វើអីមួយអញ្ចឹងគេតែងតែមើលមកថាអូខេកូនហ្នឹងស្រីឯងអត់គួរណាត្រូវឲ្យម្នាក់ហ្នឹងសម្រេចចិត្តទេឬមួយក៏ទោះបីជាគេឲ្យតម្លៃយើងទោះបីជាគេឲ្យយើងសម្រេចចិត្តមិនប៉ុន្តែ they still like it's not fully support your idea នៅក្នុងនាមបងជាស្ត្រីបងគិតថាអ្វីដែលជាpower ដែលស្ត្រីគួរតែមាននៅក្នុងរាល់ថ្ងៃហ្នឹងសម្រាប់ខ្ញុំបើសិនជាយើងនិយាយពី power របស់ស្ត្រីវិញវាមិនមែនផ្ដោតសំខាន់ទៅលើ position នៅកន្លែងការងាររបស់គាត់ជាមេគេឬមួយក៏គាត់ជា manager គាត់ជា head របស់ department ឬមួយក៏អី power របស់ស្ត្រីគឺនៅពេលដែលគាត់អាចមានសមត្ថភាពក្នុងការដើរទៅណាដែលអត់មានអារម្មណ៍ថាភ័យខ្លាចពេលខ្លះមនុស្សស្រីក្នុងនេះជាមនុស្សស្រីយើងមានអារម្មណ៍ថាយើងអត់មាន power នៅពេលដែលយើងដើរពេលយប់ដោយសារតែវាគួរខ្លាចអញ្ចឹងបានថាអាហ្នឹងបានថា we already lost power អញ្ចឹងបើសិនជាយើងនិយាយពី power in woman is more on like គាត់អាចធ្វើការសម្រេចចិត្តបានខ្លួនឯងគាត់អាចទៅណាមកណាដោយមានអារម្មណ៍ថាមានសុវត្ថិភាពផ្លូវចិត្តណាវាអត់មានអារម្មណ៍ថាភ័យខ្លាច rather than just a higher position in the rank in the company but វាគួរតែផ្ដោតសំខាន់ទៅលើគាត់អាចសម្រេចចិត្តលើខ្លួនឯងបានគាត់អាចធ្វើអ្វីដែលគាត់ចង់ធ្វើមួយទៀតគឺគាត់អាចទៅណាមកណាដែលគាត់មានអារម្មណ៍ថាគាត់អត់មានសម្ពាធគាត់អត់មានការភ័យខ្លាចទៅវិញបងគិតថាស្ត្រីអាយុប៉ុណ្ណាដែលគាត់គួរតែសាក់លបងមានន័យថាតើគាត់គួរតែសាក់លបងអីដែលគាត់អត់ដែលធ្វើដែលគាត់អត់គិតថាគាត់នឹងធ្វើប៉ុន្តែគាត់ស្រឡាញ់អីដែលបងគិតថាអាយុប៉ុណ្ណាដែលគាត់គួរតែសាក់លបងអីដែលគាត់អត់ទាន់បានធ្វើហើយអីដែលគាត់ចង់ធ្វើចាបើសិនជាយើងផ្ដោតសំខាន់ទៅលើអាយុវាគ្រាន់តែជាតួលេខទេអញ្ចឹងមិនថាគាត់នៅក្នុងវ័យគាត់18ឆ្នាំទៅដល់20ឆ្នាំគាត់20ឆ្នាំទៅដល់30ឆ្នាំឬមកក៏គាត់អាយុ50ទេគាត់គួរតែអាច keep exploring it's okay បើសិនទោះបីជាយើងអាយុ50ក៏ដោយបើសិនជាយើងចង់ធ្វើអីមួយធ្វើទោះបីជាយើងអាយុ40យើងអត់គួរណាគិតថាអូខេតោះតែខ្ញុំអាយុ50ចាំខ្ញុំទៅដើរលេងឬមកក៏តោះខ្ញុំអាយុ20ឆ្នាំចាំបើសិនជាខ្ញុំអាច go back to អាយុ20ឆ្នាំខ្ញុំនឹងដើរលេងជាងមុនទោះបីជាឥឡូវហ្នឹងយើងអាយុ50ឬមកក៏ឥឡូវហ្នឹងយើងអាយុ40ឬមកអីចឹងទៅប៉ុន្តែ explore it's okay សម្រាប់ខ្ញុំគិតថាវាអត់ផ្ដោតសំខាន់ទៅលើអាយុទេទោះបីជាគាត់អាយុប៉ុន្មានក៏ដោយគឺគាត់អាចគួរតែព្យាយាម explore it's okay ចង់សុំនឹងបន្ថែមបន្តិចដោយសារធ្លាប់ឮគេនិយាយមកមនុស្សជុំវិញគាត់និយាយថាស្ត្រីយើងហ្នឹងពេលដែលរៀបការក្រោយរៀបការស្ត្រីនឹងបាត់បង់ឱកាសក្នុងការដើរតាមក្តីស្រមៃឬសាក់លបងអីថ្មីសម្រាប់ខ្លួនឯងអញ្ចឹងសម្រាប់បងខ្ញុំគិតថាចំណុចហ្នឹងវាជាបញ្ហាអីអត់សម្រាប់ខ្ញុំអាហ្នឹងអត់គួរណាជាបញ្ហាយើងគួរតែយើងខ្លួនឯងដោយសារតែវាអាស្រ័យទៅលើថាតើយើងផ្ដោតសំខាន់ឲ្យអ្នកដទៃនឹង influence យើងឬមួយក៏យើង is the one making decision យើងគិតថាអូខេខ្ញុំការហើយខ្ញុំអត់អាចទៅរៀន scholarship នៅស្រុកក្រៅបានទេដោយសារខ្ញុំមានគ្រួសារប៉ុន្តែអាហ្នឹងវាបើសិនជាសម្រាប់យើងគិតថាអូខេខ្ញុំពិតជាអត់អាចមែនដោយសារតែខ្ញុំចង់នៅមួយគ្រួសារខ្ញុំអូខេប៉ុន្តែបើសិនជាយើងគិតថាដោយសារតែខ្ញុំការហើយបើសិនជាខ្ញុំទៅរៀននៅក្រៅចោលស្វាមីរបស់ខ្ញុំគ្រួសាររបស់ខ្ញុំថាតើអ្នកផ្សេងគិតមិនអញ្ចឹងបានន័យថា in this case វាអត់គួរណាជាបញ្ហាទេប៉ុន្តែវា more on like how you switch the mindset
dương cái thà ok nhóm trong từ tay nạp xén nâng chạch nhóm rồi một còn nạp xén nâng dậy ấy chẳng bạn ấy tha anh ấy vì mình chia cả smack chất bao dương ấy dương bắt đầu cả ở nè đặt tay nó smack chất cho núi dương vậy nhá chẳng vì anh cô na chia sầm biết là dương cái thà ok đây sao tầm này xây cốt ca hai cốt anh cô na ta hiền ấy chẳng bạn ấy tha anh ấy chia sợt chia chỉ chôn tị bấy để còn nè cật tay dương khuôn ảnh dương xu khuôn ảnh vậy bao sân thì bấy dân chỉ dương trong tới dương từ tại bao sân thì dương ở trong tới dương ở trong tới anh ấy dương thì mày chắc khuôn ảnh thật chẳng dương ở cô na ao society đúng không có ởสังคมenvironment nó khéo nó influence យើង ពេលឥឡូវហ្នឹងណាខ្ញុំមានអារម្មណ៍ថាស្ថានភាពរៀបការរបស់គាត់ហ្នឹងណាត្រូវបានគេនិយាយច្រើនឧទាហរណ៍ថាស្ត្រីគួរតែរៀបការអាយុពីឧទាហរណ៍ថាពី20ទៅដល់30ឆ្នាំគឺជាវ័យដែលស្ត្រីគួររៀបការលើសហ្នឹងទៅគេចាត់ថាស្ត្រីជាបើនិយាយទៅគេហៅថាសៅកែខ្ញុំមានអារម្មណ៍ថាមិនបើមនុស្សប្រុសទៅដល់50 60អត់មានពាក្យសៅកែស្មើសម្រាប់ស្ត្រីតែខ្ញុំគិតថាបើមាន message អីដែលចង់ផ្ញើទៅអ្នកដែលតែងតែមាន mindset បែបហ្នឹងណាតើយើងគួរតែផ្លាស់ប្ដូរ mindset បែបណាដើម្បីឲ្យវា fair ជាមួយទាំងអស់គ្នាប៉ុន្តែបើសិនជាខ្ញុំហ្មងខ្ញុំនឹងអត់ផ្ដល់ជា message ឬមួយក៏ការណែនាំទៅកាន់អ្នកដែលគាត់អ្នកនិយាយទេប៉ុន្តែ it more on ទៅកាន់អ្នកដែលម្ចាស់ខ្លួនវិញឧទាហរណ៍ថាក្នុងនាមយើងជាម្ចាស់ខ្លួនណាទោះបីអ្នកផ្សេងនិយាយមិនក៏ដោយទោះបីជាទូទៅគឺយើងអត់អាចមានសមត្ថភាពក្នុងការផ្លាស់ប្ដូរអ្នកផ្សេងទេប៉ុន្តែគឺអ្វីដែលយើងអាចធ្វើបានគឺយើងផ្លាស់ប្ដូរខ្លួនឯងសួរថាបើសិនជាគេនិយាយអញ្ចឹងយើងមានអារម្មណ៍ថាយើងឈឺចិត្តឬមួយក៏យើងមានអារម្មណ៍ថាយើងមួម៉ៅនឹងការនិយាយរបស់គេអញ្ចឹងបានន័យថាគឺយើង already ឲ្យ power របស់យើងនឹងទៅអ្នកដទៃឯងអ្នកដទៃអ្នកនិយាយឯងអាហ្នឹងការគិតរបស់គាត់អញ្ចឹងការគិតរបស់គាត់រឿងរបស់គាត់ឧទាហរណ៍ថាគាត់និយាយថាអូខេហើយអាយុ30ហើយអត់ទាន់ការអញ្ចឹងអត់មានអ្នកស្រឡាញ់ហើយមែនប៉ុន្តែសួរថាគាត់ដឹងរឿងយើងអត់គាត់ជាយើងអត់សួរថាយើងនឹងទៅផ្លាស់ប្ដូរការគិតរបស់គាត់អត់អញ្ចឹងសម្រាប់ខ្ញុំបើសិនជាឲ្យខ្ញុំនិយាយ message ទៅកាន់អ្នកដែលគាត់និយាយទៅកាន់អ្នកដទៃគឺខ្ញុំអត់ទេដោយសារតែខ្ញុំអត់អាចផ្លាស់ប្ដូរការគិតរបស់អ្នកផ្សេងអានោះរឿងរបស់គាត់គិតអញ្ចឹងរឿងរបស់គាត់ប៉ុន្តែសំខាន់អ្វីដែល message ដែលខ្ញុំចង់និយាយគឺទៅកាន់អ្នកដែលគាត់នេះវិញអ្នកដែលគាត់ទទួលបានពាក្យដែលគេនិយាយវិញយើងត្រូវផ្លាស់ប្ដូរការគិតរបស់យើងត្រូវដឹងថាអូខេខ្ញុំអត់ចង់បានឬមួយក៏ហេតុអីបានខ្ញុំអត់មានអញ្ចឹងបានន័យថាគឺយើងមានតែយើងខ្លួនឯងដែលយើងដឹងប៉ុន្តែអ្នកផ្សេងគឺគាត់អត់ដឹងទេប៉ុន្តែសួរថាយើងទៅមួម៉ៅនឹងការនិយាយរបស់គេអត់យើងទៅមានអារម្មណ៍ថាកំសត់ខ្លួនឬក៏យើងមានអារម្មណ៍ថាអត់សុបាយចិត្តនឹងការនិយាយរបស់គេអត់អាហ្នឹងគឺយើងវិញខ្លួនយើងវិញយើងត្រូវដឹងថាខ្លួនយើងជាណាគេយើងត្រូវដឹងថាអ្នកដែលនិយាយយើងហ្នឹងគឺជាណាគេថាតើយើងគួរតែធ្វើឲ្យគាត់យើងគួរតែស្ដាប់គាត់អត់ថៃនៅពេលដែលយើងស្ដាប់គាត់ហើយបានអីមកវិញអញ្ចឹងខ្ញុំនឹងអត់និយាយឬមួយក៏ផ្ដល់ message អីទៅកាន់អ្នកដែលនិយាយថាឲ្យគេរឿងហ្នឹងទេប៉ុន្តែ it more online ខ្ញុំសង្ឃឹមថាអ្នកដែលទទួលបានការនិយាយឬមួយក៏ការថាឲ្យពីអ្នកដទៃហ្នឹងគាត់ផ្លាស់ប្ដូរការគិតរបស់គាត់វិញដោយឲ្យគាត់ផ្ដោតសំខាន់ទៅលើខ្លួនឯងវិញថាតើខ្លួនឯងហ្នឹងជាអ្នកណាដឹងថាខ្លួនឯងជាណាគេហើយទោះបីជានៅពេលដែលយើងដឹងថាខ្លួនឯងណាគេហើយទោះបីអ្នកផ្សេងនិយាយមិនក៏យើងអត់ខ្វល់ដែរអូខេបងចុះបើសិនជាយើងត្រឡប់ទៅក្រោយតិចទៀតតាក់ទងទៅជាមួយនឹងស្ត្រីដែលឲ្យមានគាត់ទទួលបានសម្ពាធពីក្រុមគ្រួសារពីមនុស្សជុំវិញខ្លួនថាស្ត្រីគួរតែរៀបការឲ្យអាយុប៉ុណ្្នឹងហើយអ្នកខ្លះតែគាត់គួរតែប្រឈមហើយនឹងបកស្រាយជាមួយនឹងគ្រួសារគាត់បើយើងគិតទៅវិញគឺមានតែប្រស័យតាក់ទងមានតែការនិយាយគ្នាទេបាទគាត់ដឹងថាអីដែលគាត់អត់រៀបការហ្នឹងដោយសារគាត់អត់ទាន់ត្រៀមចិត្តរួចហើយអញ្ចឹងណាចាំមើលបងបើសិនជាយើងនិយាយថាបើសិនជាឧទាហរណ៍ថាគាត់ជួប case ហ្នឹងយើងមើលពីខាងណាមិនតែពីខាងកូនហើយនឹងមិនតែពីខាងឪពុកម្ដាយឧទាហរណ៍ថាបើសិនជាយើងនិយាយពីខាងឪពុកម្ដាយវិញទីមួយគឺដោយសារតែគាត់ខ្លាចថាពេលដែលគាត់អត់នៅទៅអត់មានអ្នកមើលថែកូនគាត់ជាទូទៅគឺវា out of love គឺវាចេញពីក្តីស្រឡាញ់របស់គាត់ទេវាមិនមែនថាគាត់បង្ខំឲ្យកូនការហ្នឹងដោយសារតែគាត់ចង់បានលុយគាត់បង្ខំឲ្យកូនការហ្នឹងដោយសារតែចេះតែដោយសារតែចង់ប៉ុន្តែអារឿងដំបូងដែលគាត់បង្ខំឲ្យកូនគាត់ការហ្នឹងជាទូទៅបើសិនជាកូនគាត់ស្រីហ្មងជាទូទៅគឺដោយសារតែគាត់ស្រឡាញ់កូនគាត់ក្នុងនាមយើងជាកូនទោះបីជាគាត់អត់មានគ្រួសារប៉ុន្តែគាត់មានការងារគាត់មានលុយខ្លួនឯងគាត់អាចចិញ្ចឹមខ្លួនឯងប៉ុន្តែឪពុកម្ដាយយើងបើសិនជាយើងនិយាយពីការយល់ដឹងរបស់គាត់ណាដោយសារតែគាត់អាចនឹងឆ្លងកាត់ជំនាន់មុនបើសិនជាគាត់អ្នកខ្លះចឹង
bạn đái cứ quật nơi tật tê hề đấy sao tớ quật chia stray đó chẳng bạn ấy thà quật nơi tật tê hề quật ọt ác miên ở cá trong cá tờ hồ lối rồi mua cái ấy chẳng bạn ấy thà cố xa cứ được cứ băng à stray tớ lập đây quật chẳng song mong chẳng quật ác nằng nơi sol à plot cái nằng để quật cất hạ bờ sân chỉ côn nhúng ọt miên đây chẳng là cái mơ việc bạn ta bờ sân thì dương mơ bị chân nón phụ dương vui cứ miên ai kịp hiệp tơ lơ hề rành của thậu ấy chẳng dương cua tập chi yếm phẹp bộ quạt vệnh khá ta rương mua cọp hai bộ quạt vệnh đấy xa ta lấy nó nhông miến ai kịp hiệp tơ lơ hề rành của thậu ấy tụi bây chỉ nhông miên khủ xa tụi bây chỉ nhông miên đấy cọt ấy để hát ấy để xa nhông miên lôi chấm của ai hỏi vậy và té mà sân chỉ dương mơ bị ở bụng bà đai cả cất bỏ bụng bà đai với bách lát quạt ọt vô cho nó nắng nghỉ đấy xa ta bị nón bộ quạt vệnh bảo sân ọt miên khủ xa bảo sân ọt miên đấy quạt đấng tha thời thời ấy để sao tụi con miên lôi miên chân nổ để sao tụi con nơi tụi chẳng á chẳng ca vô khơi ní bởi sân chỉ nhóm bị khảo bụng đá cứ quật sẵn dường cứ quật ở trong mưa thay dường quật trong icon quật nó miên sự cái đây sụp bàn quật chi giống push icon quật nó cả và tại bậc bị khang dương ấy để sao tụi dương mệt đôi chân nón qua đây thật chẳng qua đây thay dương tranh khẽ hồ lội dương miên lôi cồn ải dương tụi bây giờ dương miên mình được phó cái tay dương miên lôi trong cồn ải chẳng ca vô đắng nắng dương của tập chi giống bị dồn từ can phụ quạt mình bé là phụ quạt ọt vô cho nó năng nghỉ tới sao tụi con cất tha cồn anh thầm mấy té anh chẳng á phải cha tới thời thời mình mới tái thì mẹ nắng nhung cất tha vì ọt cô na tới chìa hiệp tru kia khai tới chìa à cho nó để dương thời tru kia mùa nè cha bao dương ấy phải tái dương của tại dương của tình dậy kia vậy thật tá hạt ấy dương cho khơi bà mấy bàn dương ọt tuần sẽ chắc không ca hiệp cá đưa mũi cỏ dương của tập bị dối tới can là phục mà đài quạt vinh rồi mua cờ dương xua tới can là phục mà đài với hạt ấy bắn quạt trăng ở dương hiệp ca này bên nằng đẹp nè quạt tay tầm miền hạt Paul bắc quạt riêng khuôn chẳng á chẳng bây giờ thì dương ác đăng bị khang bắc cố hay là bị khang bảo phục mà đài má chẳng dương ác đăng ấy tha tá cho nội ấy đã ria thua ở phục mà đài bao dương trong dương hiệp ca hay tá cho nội ấy đã côn bao dương ở trong hiệp ca chẳng tôi dương đằng ấy thở chẳng tôi dân ai khổ khơi à cho nó cái đảo muối hạt Paul nơi bị hưởng để thợ dân ai đang viên trong ruột trong của san vậy đại bon thật ca khai tiết nơi tiền là của tha chỉ lôi sọc việc lời chất rư cỏ AC để bằng chất hai bảy thật ca xem tiền là của đấy xem nhóm sọc việc lời chất nhóm lần vậy tha tụi bay mày cả đó coi nhóm thật ca sọc việc lời chất và ta bà sân thì nhóm nhóm bạn đang đạp sen mày cái đó nhưng bạn đang tha con thơ mấy bạn có mẹ tha con sọc việc lời chất đấy và ta xem nhóm tỏi nhóm min lối bạn nhóm mẹ làm tha nhóm sọc việc lời chất tự tỏi nhóm min cá sả lạnh và nhóm sọc việc lời chất chắc bạn ấy tha nó phải để nhóm vậy bị tha sọc việc lời chất mỗi cứ viết thử include tầng lôi nó không nâng cái đây sả lạnh để nhóm tụi ban sọc việc để nhóm miên rồi mua có mình được chung với để nhóm họp án mất phẹo bao nhóm của sao bao nhóm mới được mua cái nẹt để nhóm đa mũi nâng chắc bạn ấy tham nộp để nhóm giấy bị tha cho cái phép chất muối cứ viên nâng include nâng chỗ tự miền lôi mình phải nâng ấy cho bà sơn chỉ miền bông trong ở nhà xa ấy mua từ can của snick chuột tại quạtกับbông tại chuột đôi chỉ tại tông mùi nồng ca rồi chúng mình không rư còn tại tông chơi chúng mùi nồng ở nông nghiệp chiếc sợi dây để dân cua tại in the in hay là thọ răng mòn rồi cái chẳng bao nhiêu xài rồi nhà tới của snick số mẹ nhóm bà sơn thì nhóm giấy tới can nẹt để quạtกับbông tại đăng tha quạt cua tại chốt rư muôi có quạt cua tại plak đôi chỉ bắt quạt on té nhóm xong ở quạt nó cùng rushing cùng chi nhóm cái thà ok nhưng mà dụng phần năng nhóm ăn cua na plak đồi nhưng ăn cua na ở chốt bỉ này nhưng ăn cua na thơ này nhưng ăn cua na phơi lúc đời xa thành nhóm mà lớn nó nhỏ dụng phần năng chắc nhóm sản khâm tha quạt nó cùng miên là rõm tha quạt ọt miên pe về lý á ta bắt pe về lý nơi từ miên chẳng pe khác này khác quạt chụp phơi ní mua được mua có mẹ chất tha ọt phơi nắng để sao từ quạt miên làm tha quạt trà hay quạt cua tại đăng tha khuôn ai nó sờ lạnh anh kết khuôn ai nó trong bàn ấy thấy thì mũi cứ cùng compare khuôn anh từ căn này là tây mũi này là cùng chi yếm priệp thiệp khuôn anh mũi này là tây á pe khác cứ quạt sờ nàng hạt ấy bạn nhom vậy tha quạt sờ nàng ủa tha quạt đăng tha khuôn anh chui chật khang cu hụt chẳng cứ quạt nơi tại Fort Costello kháng cu hụt nâng hột tại sao tại tụi bây giờ quạt flap đô ở dụ tì dụ đọc trên năm tầng thấy trên năm mà thấy trên năm trên năm phải tái trên nó chất bắc quạt nó cứ quạt nơi tại sảnh kháng cu hụt phải tái nhạp sen quánh ủa tha được dương quánh được một thành công quánh nhom ai được miếng cam ca trên nó bao nhom ảnh flap đô ủa tha pe để nhom nơi đọc trên năm từ chờ lọt đọc trên năm tầng thấy trên năm nhom chui chật ai giờ chờ lọt tìm thấy trên từ 30 tháng ca trên nó chất nhom flap đô chẳng bạn ấy tha dương cùng chi dương priệp thiệp chỉ vật để dương miên nó mùi chỉ vật này tại pe khác cứ kệ đăng ngay tha trên nó chất kê kể tại dương mới nhỡ toàn đằng tại vía
it's okay I mean this is life right life is like a journey so it's like បើសិនជាយើងមានអារម្មណ៍ថាយើងបាត់បង់ខ្លួនឯងប៉ុន្តែគុំមានអារម្មណ៍ថាបាត់បង់ខ្លួនឯងហើយយើងនឹងអង្គុយស្មុគនៅហ្នឹងព្យាយាមចេញក្រៅព្យាយាមធ្វើនេះធ្វើនោះទោះបីជាយើងទៅធ្វើហើយយើងអត់ចូលចិត្តប៉ុន្តែយើងដឹងថាហ្នឹងយើងអត់ចូលចិត្តទេអញ្ចឹងយើងអត់ធ្វើវាទៀតទេអញ្ចឹងយើងរកអីថ្មីអញ្ចឹងអាអីថ្មីដែលយើងរកហ្នឹងវាអាចនឹងយើងរកឃើញខ្លួនឯងនៅកន្លែងហ្នឹងចា៎ ខ្ញុំទៅចែកជាមួយនឹងបងមកគឺយើងទទួលបានចំណេះដឹងច្រើនទាក់ទងទៅជាមួយនឹងការរៀនទាក់ទងជាមួយនឹង experience ក៏ដូចជាយល់ដឹងក្នុងនាមជាស្ត្រីផ្សេងទៀតដែលគាត់ត្រូវការដូចគ្នាជាចុងក្រោយពួកយើងក៏ដល់ទីបញ្ចប់អរគុណជាកិត្តិយសអរគុណបងអរគុណក្រុមការងារសូមតាមទស្សនានៅភាពបន្តអរគុណបាយបាយ